dễ cứ smart là mùi lửa pram nhưng tin ra dễ màได้dễ bảo dưỡng cứ smart ấy ai smart là pram oi nó chỉ đẹp xua năng số đây đó bọn bọn thằng tin đập pi đó này chẳng vâng mà chụp cho mình năng video làm hạt chi vẹo chia nòng thiệt hại cho mình lực rung nòng thiệt hại nó chẳng bị mất lực cô drop ban bạc hai từ đây làm hạt để ẩn chẳng làm hạt mấy nít cái dương mà sắc xa rồi còn làm ất rồi còn mới từ đây làm hạt anh mình mà đòn chắc tẹo tăng làm hạt anh mới nít chia làm hạt bạn đúc bị xía sống tốt làm hạt thằng bạn đúc đây trên blog này không chừng nào bị bọn đập cầm bay đây cái đó là molecular anh muối miên tầm nang ribonucleotide đại á cứ smart năng buồn ối GLC cứ smart năng mùi lực pi oi lơ dễ cứ smart năng mùi lực pram những cái cạn niếp chia cạn niếp phía roiใน nucleotide ประเภทนี้มุ้ยរបស់អង្គត ADN ដែលកំណត់សម្យោគចេញពី ARN មួយនេះអញ្ចឹងគេឲ្យចេញជាតួអក្សរទេណាប៉ុន្តែនៅពេលដែលគេសួររកទៅលើភាគរយនៃ nucleotide ប្រភេទនីមួយៗដែលចេញពីអង្គត ADN វិញដែលសម្យោគចេញពី ARN មួយហ្នឹងណាអញ្ចឹងដំណោះស្រាយនៅក្នុងការកណនាចឹងកណនាភាគរយណានៃអូខេ nucleotide ប្រភេទនីមួយៗរបស់អង្គត ADN ណាអញ្ចឹងបំរាប់នៃប្រធានដែលគេបានឲ្យណាមានដូចជា A របស់យើងគេឲ្យមកគឺស្មើនឹង4អុយ I G លើ C គឺស្មើនឹង1លើ2និងអុយលើ G គឺស្មើនឹង1លើ5អញ្ចឹងបំរាប់របស់យើងគេឲ្យមកមានតែប៉ុណ្្នេះអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងសូមទាញវាឲ្យចប់ជាអញ្ញត្តិតែមួយបានដែរដោយ A ស្មើ4អុយអូខេយើងមើលទៅលើបំរាប់ទី3នេះអុយលើ G គឺស្មើនឹង1លើ5យើងទាញរក G មកណាដែល G របស់យើងគឺស្មើអីអាចស្មើនឹង5អុយណាអូខេអញ្ចឹងដល់ពេលបំរាប់ទី2 G លើ C ស្មើ1លើ2យើងទាញរក C មកអញ្ចឹង C របស់យើងស្មើអីស្មើនឹង2G តែ G របស់យើងគឺស្មើនឹង5អុយជំនួស G នៅ5អុយបានទេអញ្ចឹងនាំឲ្យ C របស់យើងស្មើនឹង2គុណជាមួយនឹង5អុយណាអញ្ចឹង C របស់យើងគឺស្មើនឹង10អុយអញ្ចឹងយើងមានរូបមន្តរបស់យើងមួយដោយ A បូកអុយបូកឲ្យ C និងបូកឲ្យ G ណាភាគរយ A បូកភាគរយអុយបូកភាគរយ C បូកភាគរយ G គឺស្មើនឹង100%ដោយ A របស់យើងទាញជាប់មកអញ្ចឹង A ស្មើនឹង4អុយណាបូកឲ្យអុយ C របស់យើងគឺ10អុយ I G របស់យើងគឺស្មើនឹង5អុយអញ្ចឹងស្មើ100%អញ្ចឹងយើងបូកយើងជាប់តែអញ្ញត្តិមួយឯងយើងអាចបូកហើយនឹងយើងអាចចែកបានដែរអញ្ចឹងអានេះគឺ5ណា5 10នឹង10គឺ20អុយអញ្ចឹង20អុយស្មើនឹង100%អូខេទៅសុំតទៅនោះណាអញ្ចឹងនាំឲ្យអុយរបស់យើងគឺស្មើនឹង100%ចែកជាមួយនឹង20អញ្ចឹងអុយរបស់យើងគឺស្មើនឹង5%អញ្ចឹងយើងអាចទាញរកទៅលើភាគរយនៃ ribonucleotide នីមួយៗបានដែរណាដែលអុយរបស់យើងស្មើ 5% ហើយបំរាប់របស់យើង A គឺស្មើនឹង4អុយមានន័យថាយើងយក4គុណជាមួយនឹង 5% ហ្នឹងមកអញ្ចឹង A របស់យើងគឺស្មើនឹង20%រីឯ C របស់យើងគឺស្មើនឹងអី C របស់យើងខាងនេះគឺគេនៅពេលដែលយើងរកគឺ C របស់យើងគឺស្មើនឹង10អុយណាអញ្ចឹងអុយរបស់យើងស្មើនឹង 5% គឺយើងយក10គុណជាមួយនឹង5មកអញ្ចឹងស្មើនឹង 50%នៅចុងក្រោយគឺ G របស់ ARN របស់យើងគឺស្មើនឹង5អុយយើងយក5គុណជាមួយនឹង5មកគឺស្មើនឹង25%អូខេអញ្ចឹងអានេះមិនមែនជា
នុយក្លេតិតរបស់អង្កត់ ADN នីមួយៗទេវាជា ribonucleotide របស់ ARNM ដើម្បីរក nucleotide ប្រភេទនីមួយៗបានគឺយើងប្រើអីតាមវិចាររបស់យើងមួយគឺតាមគោលការណ៍ចម្លងក្រុមណាតាមគោលការណ៍ចម្លងក្រុមអញ្ចឹងយើងមានរូបមន្តមួយដោយ A អង្កត់ ADN អង្កត់ ADN របស់យើងអាចប្រើពាក្យមួយទៀតបានថាជាអី AZN ណាដោយ AZN របស់យើងណាឬក៏ AZN ស្មើនឹង TZN គឺស្មើនឹងភាគរយរបស់ ribonucleotide A បូកជាមួយនឹងភាគរយរបស់ nucleotide O ចែកជាមួយនឹង2ណានិងភាគរយមួយទៀតរបស់ CZN គឺស្មើនឹងភាគរយ ribonucleotide C បូកជាមួយនឹងភាគរយ ribonucleotide របស់ Z រួចចែកនឹង2មកអូខេអញ្ចឹងលេខឬក៏ភាគរយរបស់វាចេញជាលេខយើងរកបានឃើញហើយអស់ហើយគ្រាន់តែចំនួនលេខចូលទេអញ្ចឹង A របស់យើង20អូខេ អុយរបស់យើង5ចែកនឹង2ណា C របស់យើងគឺ50 IJ របស់យើងគឺ25អញ្ចឹងយកវាចែកនឹង2មកអូខេអញ្ចឹង25យកចែកនឹង2មកគឺឃើញ 12.5% នៅ50 75ណាអញ្ចឹងចែកមកគឺស្មើនឹង 37.5% អូខេអញ្ចឹងអានេះគឺជាចម្លើយរបស់យើងដែលគេចង់បានហើយណាអញ្ចឹងនាំឲ្យយើងអាចសន្និដ្ឋានបានថាដូចនេះភាគរយ AZN របស់យើងស្មើនឹងភាគរយ TZN របស់យើងគឺស្មើនឹង 12.5% ណាភាគរយ CZN របស់យើងស្មើនឹងភាគរយ ZN របស់យើងគឺស្មើនឹង 37.5% អូខេអញ្ចឹងចម្លើយរបស់យើងគឺមានប៉ុណ្ណេះអរគុណវីដេអូរបស់លោកគ្រូគឺមានតែប៉ុណ្ណេះអញ្ចឹងលោកគ្រូសង្ឃឹមថាលំហាត់ ARN មួយនេះនឹងជួយសម្រួលនិងជួយពន្យល់ដល់បងប្អូនក្នុងការអនុវត្តបន្ថែម